នៅផ្សារព្រៃកញ្ច្រែងថ្ងៃនេះសាប៊ូត្រីមែនទែនបងប្អូនដល់ខែទឹកឡើងសាប៊ូត្រីហើយគឺតម្លៃធូរថ្លៃមែនទែនត្រីនេះ1គីឡូតែ5000ទេបងប្អូនគឺឲ្យតែមានពេលមានឱកាសបងប្អូនអាចយកទៅធ្វើត្រីឆ្អើរល្អមែនទែនបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះនៅផ្សារព្រៃកញ្ច្រែងបងប្អូនសាប៊ូត្រីមែនទែនបងប្អូនចេញទស្សនាទិដ្ឋភាពនៅផ្សារព្រៃកញ្ច្រែងស្រុកឯភ្នំខេត្តបាត់ដំបងសម្បូរត្រីដោយសារនៅទំនប់ស្លាតអហ្នឹងគេបើកទឹករយៈពេល3-4ថ្ងៃហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យទឹកឡើងអញ្ចឹងសម្បូរត្រីបងប្អូនអញ្ចឹងទឹកដែលហូរចុះមកក្រោមអញ្ចឹងបងនៅក្រោមអីក៏រោត្រីក៏ត្រូវនៅលើក៏ត្រូវដល់ពេលហើយគេយកទៅលក់នៅផ្សារអញ្ចឹងទៅរៀងតម្លៃធូរថ្លៃមែនទែនបងប្អូនសម្បីតែត្រីនាងខ្ញុំកំពុងតែថតហ្នឹងធំហ្នឹងគឺ1គីឡូ5000ទៅ6000ហើយត្រីសធម្មតាហ្នឹង1គីឡូ4000ហើយកាលពី2-3ថ្ងៃមុនហ្នឹងត្រីសហ្នឹងគឺតម្លៃរៀងលើហ្នឹងដបងហ្នឹងរៀង8000តែរយៈពេល2-3ថ្ងៃក្រោយមកសាប៊ូត្រីសាប៊ូអ្នករោសាប៊ូអ្នកដាក់អីចឹងទៅក៏លក់នៅផ្សារតម្លៃធូរថ្លៃហើយបើសិនជាបងប្អូនគាត់មានពេលមានអីចឹងគាត់អាចទិញយកទៅឆ្អើរបានយូរហើយត្រីធំមែនទែនណាបងប្អូនហើយលក់តម្លៃធូរថ្លៃហើយមិនមែនតិចទេបងប្អូនគូច្រើនហ្មងនេះគ្រាន់តែនៅផ្សារណានៅទំនប់ស្លាតអនផ្សេងទៀតល្ងាចឡើងអីគឺសាប៊ូហ្មងនៅទំនប់ស្លាតអនណាបងប្អូនប៉ុន្តែនៅផ្សារព្រៃកញ្ច្រែងភាគច្រើនលក់ត្រីសាប៊ូតែពេលព្រឹកទេត្រីពេលព្រឹកសាប៊ូឲ្យមើលធំណាបងប្អូនអ្នកមើលឲ្យមើលស្រស់គ្នាល្អមែនតើធំស្មើគ្នាអញ្ចឹងណាហើយខែនេះនៅខាងផ្សារព្រៃកញ្ច្រែងខ្ញុំគឺលុយអស់លុយតិចតែបានរបស់ញ៉ាំធម្មជាតិហើយបានច្រើនចឹងណាហើយដល់ពេលមានឱកាសដែលសាប៊ូត្រីហ្នឹងយើងញ៉ាំត្រីហ្នឹងសិនចឹងណាបងប្អូនដោយសារខាងមាត់ស្ទឹងនាងខ្ញុំសាប៊ូត្រីដល់ពេលតែទឹកឡើងទេទៅពេលទឹកអត់ឡើងញ៉ាំត្រីចិញ្ចឹមញ៉ាំអីត្រីធម្មតាអញ្ចឹងណាដោយសារទឹកឡើងយើងញ៉ាំត្រីដែលគេសាប៊ូលក់សាប៊ូអីហ្នឹងអញ្ចឹងណាហើយក៏តម្លៃធូរថ្លៃអីចឹងទៅប៉ុន្តែបើសិនជាមានឱកាសទិញយកទៅធ្វើប្រអកធ្វើត្រីឆ្អើរត្រីអីអញ្ចឹងណាតែដោយសារនាងខ្ញុំរវល់កូនតូចអញ្ចឹងខ្ញុំអត់សូវមានពេលធ្វើឆ្អើរអីទេបងប្អូននេះគេហៅត្រីអីខ្ញុំភ្លេចបាត់ហើយបងប្អូនដូចជាត្រីឆ្លាតធំបងប្អូនអូយគ្រាន់តែឃើញត្រីនោះធំល្អមែនទែនហើយព្រឹកមិញហ្នឹងនាងខ្ញុំទៅផ្សារហ្នឹងគឺសាប៊ូបន្លែធម្មជាតិច្រើនមែនទែនដោយសារមួយរយៈនេះគឺភ្លៀងរហូតចឹងទៅតកូនឆ្លក់ទឹកបន្លែទីស្អំអីគឺសាប៊ូហ្មងគឺនៅផ្សារព្រឹកមិញខ្ញុំទៅគឺសាប៊ូមែនទែនមកហើយណាមួយថ្ងៃអាទិត្យផងអញ្ចឹងទៅក៏សាប៊ូអ្នកលក់តែព្រឹកមិញអត់សូវមានអ្នកនេះច្រើនទេបងប្អូនដោយសារភាគច្រើនគេទៅទិញនៅទំនប់ត្រីទិញនៅទំនប់ស្រស់រស់អញ្ចឹងយើងយកមកប្រឡាក់មកធ្វើអីងាយស្រួលជាងព្រលឹមឡើងនៅផ្សារព្រៃកញ្ច្រែងត្រីដែលគេលក់ហ្នឹងបងប្អូនគឺត្រីគេខ្លះសេអញ្ចឹងណាដោយសារគេរោមកគេទិញផ្ដុំទុកដល់ព្រលឹមឡើងគេយកមកលក់អញ្ចឹងណានៅផ្សារនៅទំនប់គេរកបានថ្មីហើយបើថាភ្លៀងវិញអំពុះមិញបើសិនចង់បានក្តាមខ្យងទងកែបអីនៅផ្សារព្រៃកញ្ច្រែងខ្វះទេបងប្អូនមកពេលព្រឹកឲ្យតែមកម៉ោងខ្ទង់ម៉ោង7-8អីនោះគឺសាប៊ូហ្មង
វីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអំពូមីងដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះខ្ញុំនឹងជួយ Subscribe Channel ឲ្យខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា